ជំរាបសួរនៅថ្ងៃទី25ខែធ្នូឆ្នាំ2025ខ្ញុំធ្វើព័ត៌មានមួយទៀតដែលព័ត៌មាននេះខ្ញុំដាក់ថាអាមេរិកកូរ៉េខាងត្បូងស៊ុយអែបគូតែរឹតបន្តឹងមកលើថៃដែលប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកដោយខុសច្បាប់មកលើប្រទេសកម្ពុជាចឹងសង្គ្រាមបាទដែលថៃបើកការឈ្លានពានមកលើកម្ពុជាដោយខុសច្បាប់ដោយកំរោលចាប់តាំងពីថ្ងៃទី8រហូតដល់ថ្ងៃទី25ខែធ្នូនេះយើងឃើញថាថៃនៅតែបើកការឈ្លានពានចឹងបានខ្ញុំដាក់ថាអាមេរិកកូរ៉េខាងត្បូងស៊ុយអែបបាទមូលហេតុអីបានឲ្យរឹតបន្តឹងបាទព្រោះអាមេរិកបានលក់យន្តហោះចម្បាំង F16 មកឲ្យថៃកូរ៉េខាងត្បូងបានលក់យន្តហោះចម្បាំង T50 T50 បាទចំនួន14គ្រឿងមកឲ្យថៃស៊ុយអែបបានលក់យន្តហោះចម្បាំងបាទ Gripen បាទមកឲ្យថៃយន្តហោះចម្បាំងទាំងអស់នេះបើតាមតែច្បាប់គឺប្រទេសដែលទិញយកទៅគឺมันអាចប្រើប្រាស់ដោយខុសច្បាប់បានទេបាទប្រទេសដែលទិញយកទៅมันអាចយកទៅបើកការឈ្លានពានទម្លាក់គ្រាប់បែកទៅលើប្រទេសផ្សេងបានទេចឹងថៃទិញយន្តហោះចម្បាំងពីប្រទេសអាមេរិកកូរ៉េខាងត្បូងស៊ុយអែតយកមកទម្លាក់គ្រាប់បែកបាទមកលើប្រទេសកម្ពុជាដែនអធិបតេយ្យដែលស្របច្បាប់គឺថៃខុសរួចទៅហើយចឹងអាមេរិកបាទទាំងកូរ៉េខាងត្បូងទាំងស៊ុយអែតរឹតគួរតែរឹតបន្តឹងបាទពីការលក់យន្តហោះចម្បាំងលក់សភាវុធព្រោះច្បាប់ខ្ញុំជឿថាប្រទេសមួយមិនអនុញ្ញាតបាទលក់សភាវុធឬក៏លក់យន្តហោះចម្បាំងទៅឲ្យប្រទេសមួយបាទដើម្បីទៅទម្លាក់បាទគ្រាប់បែកបាទសម្លាប់ប្រជាជនគេយកដីគេបាទធ្វើឲ្យបាទក្មេងៗដែលកំពុងរៀននាំគ្នារត់ចេញពីសាលាបាទធ្វើឲ្យអ្នកគ្រូលោកគ្រូប្រជាពលរដ្ឋជំនះជនភៀសសឹកចេញពីលំនៅឋានបាទគឺវាខុសធ្ងន់ណាស់ទង្វើនេះចឹងដែលបានខ្ញុំមើលឃើញខ្ញុំធ្វើព័ត៌មាននេះឡើងបាទគឺយើងបាទស្នើបាទសូមឲ្យអាមេរិកកូរ៉េខាងត្បូងស៊ុយអែបរឹតបន្តឹងចំពោះថៃឲ្យបានខ្លាំងបាទពាក់ព័ន្ធទៅនឹងបាទយកយន្តហោះចម្បាំងមកទម្លាក់គ្រាប់បែកមកលើដែនអធិបតេយ្យរបស់ប្រទេសកម្ពុជាពួកកម្ពុជាយើងអត់មានយន្តហោះចម្បាំងទេកម្ពុជាយើងអត់បានទៅឈ្លានពានថៃទេកម្ពុជាយើងអត់បានចូលទៅបាញ់ថៃទេមានតែថៃប្រវត្តិសាស្ត្រ500ឆ្នាំ6ឆ្នាំមកហើយដែលថៃបើកការឈ្លានពានមកលើប្រទេសកម្ពុជាហើយប្រទេសមានច្បាប់យើងមានអង្គការសហប្រជាជាតិយើងមានក្រមប្រឹក្សាធម្មនុញ្ញបាទពិភពលោកបាទជាច្រើនចឹងទាំងអាមេរិកទាំងកូរ៉េខាងត្បូងទាំងស៊ុយអែតគូតែរឹតបន្តឹងចំពោះថៃឈប់ឲ្យប្រើយន្តហោះចម្បាំងដែលទិញពីអាមេរិកដែលទិញពីកូរ៉េខាងត្បូងដែលទិញពីស៊ុយអែតមកទម្លាក់មកលើប្រទេសកម្ពុជាព្រោះម្សិលមិញថ្ងៃទី24ហ្នឹងគឺថៃបានប្រើបាទយន្តហោះចម្បាំង T50 T50 បាទបានទម្លាក់បាទនៅភូមិសាស្ត្រស្រុកបាណន់បាទខេត្តបាត់ដំបងហ្នឹងគឺចំនួន4គ្រាប់